មូលហេតុដែលការផ្លាស់ប្ដូរតូចៗបង្កើតភាពខុសគ្នាដ៏ធំធេងអំណាចដ៏អស្ចារ្យនៃទម្លាប់តូចៗការកែលម្អតិចតួចជាប្រចាំបូកបញ្ចូលគ្នាបង្កើតជាលទ្ធផលរយៈពេលវែងដ៏អស្ចារ្យទម្លាប់ប្រៀបដូចជាការប្រាក់ត្រួតការផ្លាស់ប្ដូរតូចៗហាក់ដូចជាមិនសំខាន់នៅពេលបច្ចុប្បន្នប៉ុន្តែវាបានផ្លាស់ប្ដូរជីវិតរបស់អ្នកបានទៅតាមពេលវេលាចូលផ្ដោតលើការធ្វើឲ្យប្រសើរឡើងតែ1%ជារៀងរាល់ថ្ងៃនោះអ្នកនឹងឃើញលទ្ធផលយ៉ាងអស្ចារ្យជាមិនខានរបៀបដែលទម្លាប់កំណត់អត្តសញ្ញាណរបស់អ្នកវិធីដ៏មានឥទ្ធិពលបំផុតក្នុងការផ្លាស់ប្ដូរអាកប្បកិរិយាគឺការផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកជំនឿដែលថាអ្នកជានរណាលទ្ធផលកើតចេញពីដំណើរការហើយដំណើរការកើតចេញពីអត្តសញ្ញាណចូលបង្កើតទម្លាប់ដែលពង្រឹងអត្តសញ្ញាណដែលអ្នកចង់បានឧទាហរណ៍ថាខ្ញុំគឺជាមនុស្សដែលមានសុខភាពល្អរបៀបបង្កើតទម្លាប់ល្អតាមរយៈ4ជំហានសាមញ្ញរាល់ទម្លាប់ទាំងអស់ដើរតាម4ដំណាក់កាលគឺសញ្ញាចំណងការឆ្លើយតបនិងរង្វាន់ដើម្បីផ្លាស់ប្ដូរទម្លាប់អ្នកត្រូវយល់ពីយន្តការមួយនេះគំរូនេះគឺជាមូលដ្ឋានគ្រឹះច្បាប់នៃការផ្លាស់ប្ដូរអាកប្បកិរិយាទាំង4ច្បាប់ទី1ធ្វើឲ្យវាច្បាស់លាស់បុរសដែលមើលមិនឃើញភាពត្រឹមត្រូវខួរក្បាលរបស់អ្នកតែងតែព្យាករណ៍និងកត់សម្គាល់សញ្ញាផ្សេងៗជានិច្ចទោះបីជាអ្នកមិនដឹងខ្លួនក៏ដោយការយល់ដឹងគឺជាជំហានដំបូងក្នុងការផ្លាស់ប្ដូរទម្លាប់អ្នកមិនអាចផ្លាស់ប្ដូរអ្វីដែលអ្នកមិនចាប់អារម្មណ៍នោះទេដូច្នេះតារាងពិន្ទុទម្លាប់ដើម្បីកំណត់អត្តសញ្ញាណទម្លាប់បច្ចុប្បន្នរបស់អ្នកត្រូវតែរៀបចំវាឲ្យបានល្អវិធីល្អបំផុតដើម្បីចាប់ផ្ដើមទម្លាប់ថ្មីការប្រើប្រាស់ការកំណត់ចេតនាអនុវត្តកំណត់ផែនការឲ្យបានច្បាស់លាស់ថាពេលណានិងកន្លែងណាដែលទម្លាប់នោះនឹងត្រូវកើតឡើងការតម្រួតទម្លាប់គឺជាការបន្ថែមទម្លាប់ថ្មីពីលើទម្លាប់ដែលមានស្រាប់ធ្វើឲ្យការចាប់ផ្ដើមកាន់តែងាយស្រួលការលើកទឹកចិត្តត្រូវបានគេឲ្យតម្លៃលើសកម្រិតបរិស្ថានសំខាន់ជាងបរិស្ថានគឺកំណត់អាកប្បកិរិយាអ្នកយ៉ាងពិតប្រាកដជាជាងការលើកទឹកចិត្តទៅទៀតធ្វើឲ្យសញ្ញានៃទម្លាប់ល្អជាងមើលឃើញនិងច្បាស់លាស់រៀបចំបរិយាកាសរបស់អ្នកដើម្បីឲ្យអាកប្បកិរិយាត្រឹមត្រូវបានលើកទឹកចិត្តដោយធម្មជាតិអាចកំបាំងនៃការគ្រប់គ្រងខ្លួនឯងការគ្រប់គ្រងខ្លួនឯងមានភាពងាយស្រួលជាងនៅពេលអ្នកជៀសវាងពីការលបួងទាំងស្រុងកាត់បន្ថយការប្រឈមមុខនឹងសញ្ញានៃទម្លាប់អាក្រក់គង់ពឹងផ្អែកទៅលើតែឆន្ទៈលុបបំបាត់ដើមហេតុដែលបង្កឲ្យចង់ជាជាងព្យាយាមតស៊ូប្រឆាំងនឹងវាច្បាប់ទី2ធ្វើឲ្យវាតាក់ទាញរបៀបដែលធ្វើឲ្យទម្លាប់ក្លាយជាការចង់បានយ៉ាងខ្លាំងជាការតាក់ទាញទម្លាប់គឺកាន់តែមានភាពតាក់ទាញនៅពេលដែលវាភ្ជាប់ជាមួយនឹងសារធាតុ dopamine គឺជាសារធាតុគីមីនៃសេចក្តីសុខប្រើប្រាស់ការផ្គូផ្គងការល្បួងដោយគូផ្គងអ្វីដែលអ្នកចង់ធ្វើជាមួយនឹងអ្វីដែលអ្នកគួរធ្វើដើម្បីឲ្យអ្នកមានសេចក្តីសុខអ្វីដែលអ្នកចង់ធ្វើគួរផ្សំជាមួយនឹងអ្វីដែលអ្នកគួរតែធ្វើហើយវាធ្វើឲ្យអ្នកមានសេចក្តីសុខកែសម្រួលផ្នត់គំនិតដើម្បីមើលឃើញពីអត្ថប្រយោជន៍នៃទម្លាប់មិនមែនជាបន្ទុកតួនាទីរបស់គ្រួសារនិងមិត្តភ័ក្តិនៅក្នុងការកំណត់ទម្លាប់របស់អ្នកយើងដឹងហើយថាការត្រាប់តាមមនុស្សជុំវិញខ្លួនដូចជាមនុស្សជិតស្និទ្ធមនុស្សភាគច្រើននិងមនុស្សដែលមានអំណាចផ្សេងៗវាធ្វើឲ្យវាពិតជាមានឥទ្ធិពលដល់យើងខ្លាំងមែនទែនការនៅជុំវិញមនុស្សដែលមានឥទ្ធិពលដែលអ្នកចង់បាននឹងធ្វើឲ្យមានការផ្លាស់ប្ដូរកាន់តែងាយស្រួលរបៀបស្វែងរកនិងដោះស្រាយដើមហេតុនៃទម្លាប់អាក្រក់រាល់អាកប្បកិរិយាមានមូលហេតុនៅពីក្រោយវាកំណត់អត្តសញ្ញាណនៃការចង់បានដែលលាក់កំបាំងហើយជំនួសទម្លាប់អាក្រក់នៃការឆ្លើយតបដែលមានសុខភាពល្អជាងមុនដូចជាដែលវាត្រឹមត្រូវជាងមុនប៉ុន្តែបំពេញតម្រូវការដូចគ្នាច្បាប់ទី3ធ្វើឲ្យវាងាយស្រួលយើងដើរយឺតៗប៉ុន្តែកុំដើរថយក្រោយភាពស្ទាត់ជំនាញត្រូវការធ្វើដដែលមិនមែនជាភាពល្អឥតខ្ចោះនោះទេផ្ដោតលើការធ្វើសកម្មភាពទោះបីជាជំហានតូចក៏ដោយការរៀបចំផែនការមិនស្មើនឹងការអនុវត្តជាក់ស្ដែងនោះទេច្បាប់នៃការប្រើកម្លាំងតិចបំផុតមនុស្ស
តាមធម្មជាតិតែងតែជ្រើសរើសជម្រើសណាដែលងាយស្រួលបំផុតសម្រាប់ជីវិតរបស់គេកាត់បន្ថយការលំបាកសម្រាប់ទម្លាប់ល្អនិងបង្កើនការលំបាកសម្រាប់ទម្លាប់អាក្រក់ភាពងាយស្រួលគឺជាកត្តាជំរុញឲ្យមានអាកប្បកិរិយារបៀបបញ្ចប់ការពន្យាពេលដោយប្រើច្បាប់ពីរនាទីធ្វើឲ្យទម្លាប់ងាយស្រួលបំផុតរហូតដល់អ្នកអាចចាប់ផ្ដើមវាក្នុងរយៈពេលតែ2វិនាទីតែ2នាទីការបង្រួមទម្លាប់ឲ្យតូចបំបាត់ភាពរារែកនិងបង្កើនសន្ទុះនៃការធ្វើសកម្មភាពរបៀបធ្វើឲ្យទម្លាប់ល្អជៀសមិនរួចនិងទម្លាប់អាក្រក់មិនអាចកើតឡើងបានត្រូវប្រើការតាំងចិត្តដើម្បីកំណត់អាកប្បកិរិយានាពេលអនាគតដូចជាការយកអាហារមិនល្អចេញឬប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិណាមួយផ្សេងៗកែប្រែបរិយាកាសរបស់អ្នកដើម្បីឲ្យអាកប្បកិរិយាល្អក្លាយជាជម្រើសស្វ័យប្រវត្តិធ្វើឲ្យវាពេញចិត្តច្បាប់ចម្បងនៃការផ្លាស់ប្ដូរអាកប្បកិរិយាគឺអាកប្បកិរិយាមួយត្រូវមានការពេញចិត្តភ្លាមៗទើបអាចបន្តធ្វើបានយើងតែងតែធ្វើឲ្យរឿងណាដែលផ្ដល់អារម្មណ៍ល្អភ្លាមៗយើងប្រាកដជាជ្រើសរើសធ្វើរឿងនឹងហើយផ្ដល់រង្វាន់ភ្លាមៗដល់ខ្លួនឯងនៅពេលដែលធ្វើទម្លាប់ល្អរបៀបរក្សាទម្លាប់ល្អជារៀងរាល់ថ្ងៃប្រើប្រាស់ការតាមដានទម្លាប់ដូចជាដើម្បីបង្កើតសញ្ញាដែលមើលឃើញនឹងអារម្មណ៍នៃភាពជោគជ័យកុំខកខានពីរដងការផ្លោតស្នៀតអាចកើតឡើងប៉ុន្តែត្រូវត្រឡប់មកវិញភ្លាមៗមានន័យថាអ្នកអាចអត់ធ្វើមួយថ្ងៃបានតែមិនអាចអត់ធ្វើរហូតដល់2ថ្ងៃទេបើសិនជាអ្នកខ្វះទម្លាប់ល្អនៅក្នុងថ្ងៃនេះថ្ងៃស្អែកអ្នកត្រូវតែបន្តធ្វើទម្លាប់ល្អនោះឡើងវិញកុំឲ្យវាត្រឡប់ទៅជាទម្លាប់មិនល្អកាលណាដែលយើងខកខានវាពីរដងរួចទៅហើយអឺការទទួលខុសត្រូវអាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងយើងអាចធ្វើបានល្អជាងមុននៅពេលដែលយើងមានគេឃ្លាំមើលយើងធ្វើឲ្យយើងមានអារម្មណ៍ថាមានទំនួលខុសត្រូវខ្ពស់ជាងមុនដូចជាប្រភេទសម្ពាធសង្គមនិងការទទួលខុសត្រូវដែលជួយបង្កើនតម្លៃដែលត្រូវបង់មានន័យថាយើងត្រូវតែធ្វើឲ្យបានល្អនៅពេលដែលមានគេឃ្លាំមើលយើងជាដើមពេលនោះយើងនឹងអាចជួយបង្កើនទម្លាប់ល្អហើយកាត់បន្ថយទម្លាប់អាក្រក់បានយ៉ាងងាយស្រួលជាងមុនយុទ្ធសាស្ត្រកម្រិតខ្ពស់របៀបផ្លាស់ប្ដូរពីល្អទៅអស្ចារ្យការពិតដែលទេពកោសល្យដែលយើងហៅថា Gen ឬក៏ Zen បានកំណត់ចំណុចខ្លាំងរបស់អ្នកប៉ុន្តែការកំណត់នោះអ្នកអាចទៅបានឆ្ងាយប៉ុណ្ណាជាមួយនឹងចំណុចខ្លាំងទាំងនោះមានន័យថាZen របស់មនុស្សយើងអាចថាជាទេពកោសល្យប៉ុន្តែរឿងទេពកោសល្យទាំងអស់នោះវាអាចឆ្ពោះទៅកាន់តែខ្លាំងបានលុះត្រាតែមានទម្លាប់ល្អៗដែលកើតឡើងជួយជំរុញទេពកោសល្យនោះបានដែរដូច្នេះហើយការស្វែងរកទម្លាប់ដែលស័ក្តិសមនឹងសមត្ថភាពពីធម្មជាតិរបស់អ្នកដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុតច្បាប់រក្សាការលើកទឹកចិត្តក្នុងជីវិតនិងការងារដើម្បីមនុស្សរក្សាការលើកទឹកចិត្តបានល្អមនុស្សនៅពេលណាគាត់មានកិច្ចការធ្វើគាត់នឹងមានការលើកទឹកចិត្តបានល្អជាជាងមនុស្សដែលមិនមានការងារធ្វើនៅពេលដែលធ្វើកិច្ចការវាមិនងាយស្រួលពេកហើយក៏មិនពិបាកពេកវាធ្វើឲ្យគាត់មានការអភិវឌ្ឍនិងគាត់មានកម្លាំងចិត្តនិងមានការលើកទឹកចិត្តដើម្បីធ្វើវាបន្តទៀតអញ្ចឹងកម្រិតនៃការងារហ្នឹងគឺជាកម្រិតល្មមមិនស្រួលពេកមិនពិបាកពេកកំណត់គោលដៅដែលមានកម្រិតការប្រកួតប្រជែងល្មមដែលអាចឲ្យអ្នកមានការចាប់អារម្មណ៍ប៉ុន្តែក៏មិនធ្វើឲ្យអ្នកមានការបាក់ទឹកចិត្តផងដែរផលអវិជ្ជមាននៃការបង្កើតទម្លាប់ល្អទម្លាប់អាចធ្វើឲ្យអ្នកមើលរំលងការកែលម្អព្រោះអ្នកចាប់ផ្ដើមធ្វើវាដោយស្វ័យប្រវត្តិដូច្នេះអ្នកត្រូវត្រួតពិនិត្យនិងកែសម្រួលទម្លាប់របស់អ្នកជាប្រចាំដើម្បីជៀសវាងភាពនៅទ្រឹងមានន័យថាអ្វីត្បិតតែយើងធ្វើទម្លាប់ណាមួយកសាងទម្លាប់ណាមួយថ្មីក៏ដោយយើងត្រូវត្រួតពិនិត្យវាសាជាថ្មីនៅក្នុងរយៈកាលណាមួយដូចជាមួយខែម្ដងឬមួយសប្ដាហ៍ម្ដងដើម្បីឲ្យប្រាកដថាទម្លាប់ហ្នឹងវាពិតជាដើរត្រូវផ្លូវវាពិតជាត្រឹមត្រូវនិងទទួលបានប្រសិទ្ធភាពខ្ពស់ប្រាកដមែនដែលវាជួយជំរុញគោលដៅយើងក៏ដូចជាអភិវឌ្ឍសមត្ថភាពរបស់យើងពិតប្រាកដមែន
សរុបមកវិញអាថ៌កំបាំងនៃលទ្ធផលដែលអាចនៅឋិតថេរបានគឺដោយសារតែទម្លាប់ល្អបានផ្ដល់ជាអត្ថប្រយោជន៍រយៈពេលវែងព្រោះវាជួយបង្កើនប្រព័ន្ធដែលពង្រឹងខ្លួនឯងការកែលម្អតូចៗដែលធ្វើឡើងដដែលៗនាំទៅរកលទ្ធផលដ៏អស្ចារ្យនេះហើយគេហៅថាទម្លាប់តូចៗនាំទៅរកលទ្ធផលធំដុំការផ្លាស់ប្ដូរពិតប្រាកដមិនមែនជាការផ្លាស់ប្ដូរភ្លាមៗធំដុំនោះទេប៉ុន្តែជាសកម្មភាពតូចៗដែលធ្វើឡើងជាប្រចាំស្របទៅនឹងអត្តសញ្ញាណរបស់អ្នក